អនុគ្រោះដើម្បីជោគជ័យបាទរដ្ឋាភិបាលទាំងប្រធានព្រឹទ្ធសភាទាំងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងឪពុកប្រធានព្រឹទ្ធសភាសម្ដេចហ៊ុនសែនបានអំពាវនាវឲ្យពលករទាំងអស់ដែលនៅប្រទេសថៃហ្នឹងវិលត្រឡប់តនសភាពការធូរស្រាលបើទុកបន្តិចទៀតខ្លាចលោពេលណាយើងដាក់បណ្ដឹងទៅតុលាការ ICJ ទៅថៃនឹងមើលងាយខ្មែរនឹងធ្វើបាបខ្មែរហ្នឹងគាត់មានអដិញចក្ខុវិស័យដ៏ល្អបំផុតដើម្បីឲ្យអំពាវនាវឲ្យពលករមកប៉ុន្តែខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលវិញណាដើម្បីអនុគ្រោះលើកលែងទោសចំពោះពលករណាដែលមាននិន្នាការខុសណាធ្លាប់អដិញប្រឆាំងជាមួយរដ្ឋាភិបាលជាមួយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងសម្ដេចហ៊ុនសែនធ្លាប់ជួនណាវាមានលើសខ្វះឬសម្ដីហ្នឹងសូមមេត្តាអនុគ្រោះអភ័យទោសឲ្យគ្នាផងកុំឲ្យដល់ពេលមកស្រាប់ពេលទុកត្រង់ណាបើសិនជាអ្នកណាមកធ្លាប់អតីតប្រឆាំងអីមានពាក្យសម្ដីអីចាប់ដាក់គុកអាហ្នឹងមិនបានទេសូមអនុគ្រោះទៅដល់បងប្អូនពលករព្រោះមានការលើសលួសខ្វះខាតការនិន្នាការខុសគ្នាដល់អញ្ចឹងមាននិយាយទៅវាមានពាក្យសម្ដីធ្ងន់ស្រាលបើអញ្ចឹងសូមអនុគ្រោះទៅឲ្យគ្នាផងកុំដល់ពេលយើងចាំមើលតើដល់ពេលត្រឡប់ពលករទាំងអស់ត្រឡប់មកតើមានបញ្ហាអំពីនយោបាយឬក៏អត់ខ្ញុំជឿថាសម្ដេចនាយករដ្ឋមន្ត្រីណាហ៊ុនម៉ាណែតនិងសម្ដេចព្រឹទ្ធសភាហ្នឹងវាអាចអនុគ្រោះឲ្យហើយបើស្រាចាំអនុគ្រោះទៀតមិនដឹងទៅស្អីណាពេលវេលាមួយដ៏សំគួរដ៏ល្អបំផុតដែលយើងរួមសាមគ្គីគ្នាដូច្នេះបើស្រាចាំមានលុះខ្វាត់ខាតសម្ដីនៅឥឡូវពលករខ្លះបើតាមខ្ញុំឮណាខ្លាចណាស់អញធ្លាប់អដេញប្រឆាំងធ្លាប់អដេញជាមួយអដេញរដ្ឋាភិបាលជាមួយសម្ដេចហ៊ុនសែនជាមួយសម្ដេចហ៊ុនម៉ាណែតហ្នឹងទៅប្រហែលទៅគឺបន្ទោយកទោសអូសពីណាតែអញ្ចឹងខ្ញុំថាប្រហែលจะមិនអញ្ចឹងទេមើលទៅណាក៏អាចគាត់សភាពកលៈទេសៈភាពការលើកនេះគាត់អនុគ្រោះឲ្យហើយបើអញ្ចឹងខ្ញុំគ្រាន់តែលើកដៃសំពះណាអំពាវនាវឲ្យសម្ដេចទាំងពីរហ្នឹងមេត្តាអនុគ្រោះទៅឲ្យគ្នាដោយសម្ដេចដែលបានអនុគ្រោះឲ្យពួកអដេញលលោកទាំងឡាយទាំងពួងដែលខំជេរសម្ដេចណាជេរឪពុកជេរម្ដាយអាខ្វាក់អាខ្វិនអីសពមុខហើយនៅសម្ដេចនៅអនុគ្រោះឲ្យបានចុះសម្រាប់តែគ្នាតែគាត់ទៅបញ្ចេញមតិទៅការខាងនៅស្រុកថៃហ្នឹងណាអនុគ្រោះគ្នាមិនបានយ៉ាងម៉េចខ្ញុំជឿថាបានហើយបងប្អូនឃើញហើយសម្ដេចឃើញហើយតែជេរអ្នកដែលពលលោកដល់សម្ដេចតាក់បានដោយឲ្យរែងឆ្អឹងខ្លះទៅឲ្យចំណៃបន្តិចបន្តួចឬក៏ច្រើនដោយចឹងទៅហើយអាចណាទៅសម្ដេចអនុគ្រោះឲ្យណាបងប្អូនឃើញអ្នកខ្លះនេះជេរអសរោះបំផុតដល់សម្ដេចអនុគ្រោះឲ្យបើអញ្ចឹងខ្ញុំគ្រាន់ថាបើអនុគ្រោះឲ្យពលលោកអស់ទាំងហ្នឹងហើយសូមអនុគ្រោះដល់ឲ្យគ្នាជាពលករក្រីក្រនឹងផងតែប៉ុណ្ណឹងទេខ្ញុំសូមសំណូមពរដល់នាយករដ្ឋមន្ត្រីទាំងពីរហ្នឹងបាទសម្ដេចទាំងពីរហ្នឹងអនុគ្រោះតោះអរគុណ